ជំរាបសួរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះគឺជាទស្សនវិជ្ជារួមនៅខាងមុខផែនព្រំប្រទានកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងពាក់ព័ន្ធនឹងការនាំខ្លួនលោកផាត់ហុននិងលោកខាត់សរតដែលជាអ្នកសារព័ត៌មានអនឡាញយកមកសួរនាំនៅផែនព្រំប្រទានកម្រិតធ្ងន់នៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះពាក់ព័ន្ធនឹងករណីដែលលោកទាំងពីរម្សិលមិញនេះបានប្រើពាក្យសម្ដីនិងបានប្រើកាយវិការមិនសមរម្យទៅលើស្ត្រីជនជាតិវៀតណាមដែលយកកាភ្លើងទៅឲ្យក្រុមអក្រិតជនបាញ់រំដោះខ្លួនរត់គេចចេញពីបរិវេណសាលាដំបងខេត្តស្វាយរៀងក្រោយពីសមត្ថកិច្ចតាមចាប់រួចមកចាប់បានមកអ្នកទាំងពីរនេះក៏បានទៅប្រឌិតយកព័ត៌មាននិងថតរូបប៉ុន្តែគាត់ប្រើសម្ដីមិនសមរម្យរងការរិះគន់ពីមហាជនហើយនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះអាជ្ញាធរបានឃាត់ខ្លួនអ្នកទាំងពីរនេះមកសួរនាំហើយរហូតមកដល់ម៉ោង6នេះនៅមិនទាន់ដោះលែងចេញមកវិញទេបងប្អូន